បើសិនជាយើងជិះតាមផ្លូវហើយយើងឃើញទេសភាពបែបនេះជឿអ្នកនរគ្នាមានអារម្មណ៍បែបណាច្បាស់ជាមានអារម្មណ៍ថាសប្បាយចិត្តហើយត្រជាក់ចិត្តត្រជាក់ភ្នែកឯថាដូច្នេះហើយថ្ងៃនេះខ្ញុំនឹងនាំអ្នកទាំងអស់គ្នាទៅមើលពីសកម្មភាពដែលយើងនឹងធ្វើការជិះម៉ូតូទៅខេត្តមួយដែលនៅជិតភ្នំពេញដែរទេគឺខេត្តកំពង់ស្ពឺពួកយើងបានចេញពីភ្នំពេញនៅម៉ោង1ថ្ងៃដោយសារតែពេលថ្ងៃគឺអត់សូវស្ទះហើយជិះមកគឺជិះលេងអត់បខំហើយពេលខ្លះយើងក៏បានឈប់សម្រាកតាមផ្លូវដែរដោយសារអីយើងអត់ជិះបន្តទេយើងគិតពីសុវត្ថិភាពខ្លួនឯងដែរហើយនេះគឺជា driver របស់ខ្ញុំឃើញពាក់ម៉ាស់ពាក់អីនៅសារតែហុយពេកចឹងតែយើងក៏នាំគ្នាពាក់ម៉ាស់ពាក់អីចឹងទៅជិះម៉ូតូឆ្ងាយដែរនេះជិះកាត់មកដល់កំពង់ស្ពឺហើយទេសភាពមកដល់នេះដូចជាម៉ោង4:05ហើយគឺស្អាតមែនតើឃើញហើយត្រជាក់ភ្នែកហើយខ្លាចភ្លេចគោថតឲ្យអ្នកខ្ញុំមកឃើញគោចឹងនេះគឺទេសភាពស្អាតមែនតើបើសិនជាពេលហ្នឹងដូចជាភ្លៀងអញ្ចឹងទៅមើលថ្ងៃលិចអត់សូវស្អាតតែបើសិនជាអត់ភ្លៀងវិញស្អាតថ្ងៃលិចមានព្រៃឈើមានភ្នំមានអីចឹងទៅ